អនុវត្តរៀបចំនៅព្រឹត្តិការណ៍ប៉ុណ្ណឹងនៅអុំទូកយៈលើកទី1ឆ្នាំ2025នៅតំបន់រ៉ាមសាខេត្តសង្ត្រៃរបស់យើងនេះគោលបំណងធំមួយទៀតគឺការរៀបចំនៅព្រឹត្តិការណ៍នេះគឺដើម្បីជាការចាប់ដើមនៅក្នុងការបង្ហាញចេញឲ្យភ្ញៀវទេសចរជាតិអន្តរជាតិបានដឹងអំពីសក្តានុពលទេសចររបស់ខេត្តសង្ត្រៃរបស់យើងផងដែរខ្ញុំសូមជម្រាបថារឿងអីក៏ដោយមិនអាចកាត់ឡើងដោយឯងទេប្រសិនបើយើងទាំងអស់គ្នានៅទីនេះមិនមានការច្នៃប្រឌិតមិនមានការចូលរួមហើយមិនមានការសហការក្នុងការរៀបចំពិធីនេះលុយមិនសំខាន់ទេតែបើអត់លុយក៏ពិបាកដែរនេះគឺទឹកចិត្តខ្ញុំចង់បានរាល់ព្រឹត្តិការណ៍របស់ខ្ញុំគឺខ្ញុំចង់បានទឹកចិត្តនេះឯងទឹកចិត្តនេះគឺសំខាន់ជាងលុយទៅទៀតបើថ្មីបាត់តែលុយនឹងវាសំខាន់ក៏ប៉ុន្តែទឹកចិត្តរបស់បងប្អូនអស់លោកលោកស្រីនោះសំខាន់ទៅទៀតវាជាវៀងយកអាព្រឹត្តិការណ៍របស់យើងទៅជារបរស៊ីដើម្បីផលប្រយោជន៍ខ្លួនឯងអានោះខ្ញុំអត់ចូលចិត្តទេជូនពរសូមឲ្យអាដាមលោកជំទាវលោកលោកស្រីប្រតិភូកីឡាទាំងអស់សូមទទួលបានជោគជ័យមានសុវត្ថិភាពមានសុខភាពល្អខ្ញុំសូមប្រកាសបើកព្រឹត្តិការណ៍អុំទូកយៈលើកទី1ឆ្នាំ2025នៅតំបន់រ៉ាមសាខេត្តសង្ត្រៃចាប់ពីពេលនេះដល់ទៅសូមអរគុណបាទញ៉ាំទឹកដែលធម្មជាតិកាយាវិញអីកាយាទឹករ៉ែធម្មជាតិខ្មែរមានប្រភពមកពីជួរភ្នំអរ៉ាល់
ញ៉ាំទឹករ៉ែធម្មជាតិកាយាវិញអី កាយាទឹករ៉ែធម្មជាតិខ្មែរមានប្រភពមកពីជួរភ្នំអរ៉ាល់